បាទជំរាបសួរប្រិយមិត្តដែលតែងតែតាមដាននៅ Channel YouTube របស់ខ្ញុំជាទីរាប់អានថ្ងៃនេះខ្ញុំសូមលើកយកពីរបៀបយើងចូលទៅប្លុកTelegram បុគ្គលណាមួយដែលតែងតែទេមករំខានយើងឬក៏ឆាតមករំខានយើងហើយយើងមានចិត្តចង់លុបឬក៏ប្លុកឆាតរបស់គេឲ្យលែងតាក់ទងមកយើងបានមួយរយៈហើយបន្ទាប់មកយើងចង់ទៅដោះប្លុកក្នុង Telegram ឲ្យគាត់តាក់ទងមកវិញបានបងប្អូនណាក្នុងកម្មវិធីវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្លុកមិនឲ្យគេទេចូលហើយយើងដោះប្លុកឲ្យគេទេចូលតាមធម្មតាតាក់ទងយើងបានវិញបងប្អូនណាបាទហើយដើម្បីចង់ចេះធ្វើសូមបងប្អូនទៅតាមដានវីដេអូរបស់ខ្ញុំនៅក្នុង YouTube Channel YouTube របស់ខ្ញុំហើយបើសិនណាជាបងប្អូនចង់បងប្អូនឃើញថាវីដេអូរបស់ខ្ញុំពេញចិត្តបងប្អូនជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយបងប្អូនណាដើម្បីនឹងទទួលបានវីដេអូថ្មីក្រោយទៀតអញ្ចឹងយើងកុំឲ្យខាតពេលយូរចូលទៅធ្វើនឹងតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទជាដំបូងយើងត្រូវចូលទៅក្នុងកម្មវិធី Telegram បងប្អូនណាបាទអាហ្នឹងយ៉ាងបីយើងចូលទៅប្លុកគេបាទទីចូលមកឧទាហរណ៍ថាឥឡូវយើងចូលទៅប្លុកគេកុំឲ្យគេទេឬក៏គេឆាតមករំខានយើងរាល់ថ្ងៃអញ្ចឹងបងប្អូនចង់ប្លុកគាត់មួយរយៈកុំឲ្យគាត់ចូលមកទេមកឆាតមករំខានយើងបងប្អូនណាអញ្ចឹងយើងរកបុគ្គលម្នាក់ដែលយើងត្រូវប្លុកគាត់កុំឲ្យគាត់ឆាតគាត់ទេមកទៀតអញ្ចឹងខ្ញុំយក account Telegram មួយឧទាហរណ៍ឲ្យបងប្អូនមើលបងប្អូនណាយើងចូលទៅប្លុកគេបាទអញ្ចឹងចុចលើគាត់លើ account គេមួយមកปุ๊បបាទតោះមកយើងចុចលើនេះលើ profile Telegram របស់គាត់មកបាទតោះមកត្រេ3បងប្អូនណាត្រេ3នេះបាទហើយយើងមើលអក្សរវាដាក់ថា block បាទនេះblock បងប្អូនណាមានសញ្ញាខ្វែងមួយបងប្អូនណាបាទចុចលើនឹងមកតមកយើងចុចលើ block ពណ៌ក្រហមមានអក្សរក្រហមបងប្អូនកុំចុច active បាទចុចលើនឹងមកអញ្ចឹងនឹង block គាត់ទេក៏មិនចូលឆាតក៏មិនចូលបងប្អូនណាបាទហើយដើម្បីចេះទៅដោះ block ជាហោះថ្ងៃណាមួយយើងចង់ឲ្យគាត់ទេឬក៏ឆាតចូលវិញយើងទៅដោះ block ឲ្យគាត់តាក់ទងមកយើងបានជាធម្មតាយើងចូលទៅកន្លែង Telegram វិញបងប្អូនណាថយអស់មកហើយបងប្អូនតាមចូលទៅមើលយើងដោះប្លុកបាទកន្លងមកបងប្អូនតែងតែសួរខ្ញុំបាទសួរខ្ញុំហើយខ្ញុំថាចាំមើលក្នុងវីដេអូទៅបងប្អូនណាវីដេអូ page របស់ខ្ញុំទៅដឹងហើយអញ្ចឹងយើងដើម្បីទៅដោះប្លុកទេយើងចូលទៅកន្លែង Telegram បាទចុចដដែលមកតបមកចុចត្រេ3បងប្អូនសារថ្មីទៀតកន្លែងបងប្អូនតាមតាន់ចុចលើ Telegram ត្រេ3ខាងនេះបងណាពឹបមកតបមកចុចលើសញ្ញាកងចាក់នេះ setting បងប្អូនណាពឹបមកហើយយើងមើលខាងនេះមានកូនសោណាចុចលើកូនសោមួយមកកូនសោហ្នឹងកូនសោណាពឹបតបមកយើងមើលនេះសញ្ញាបានដៃដាក់ block sensor ហ្នឹងបងប្អូនណាចុចលើហ្នឹងមកចុចលើសញ្ញាបាតដៃបងណាចំណាំសញ្ញាបាតដៃព្រោះយើងអត់ចេះភាសាអង់គ្លេសដាក់យើងចំណាំសញ្ញាបាតដៃចុចលើហ្នឹងមកហើយaccount Telegram ដែលខ្ញុំប្លុកមិញគឺនេះបងប្អូនណាបាទអញ្ចឹងយើងចុចលើត្រេ3ខាងនេះចុចលើត្រេ3មកហើយចុចសខាងក្រោមបងប្អូនណាខាងក្រោមនេះបាទហ្នឹងអសក្រោមចុចពឹបមកអញ្ចឹង Telegram ដែលយើងប្លុកយើងនឹងដោះប្លុកវិញហើយគាត់នឹងទេមកតាមធម្មតាបាទនឹងតាក់ទងគ្នាបានដូចធម្មតាកាលពីមុនអញ្ចឹងបងប្អូនណាបាទអញ្ចឹងចង់ដឹងថាដោះរួចមិនដោះរួចយើងចូលទៅមើលភាសាទៀតបងប្អូនណាខ្ញុំធ្វើលម្អិតឲ្យបងប្អូនយល់បាទយើងចូលទៅលើ Telegram មកហើយចុចកន្លែងត្រេ3វិញបងប្អូនណាហើយកន្លែង setting វិញដែរតោះមកយើងចុចលើនេះ privacy បងប្អូនណាបាទហ្នឹងមកហើយយើងទៅមើលសញ្ញាកន្លែងសញ្ញាបាតដៃមិញហ្នឹងបងប្អូនបាទហ្នឹងមកអត់មានទេបងប្អូនណាយើងដោះរួចហើយ
ចឹងមិត្តភ័ក្តិដែលយើងបានប្លុកមួយរយៈនេះគាត់នឹងអាចតែឬខលឆានអីតាមធម្មតាបងប្អូនណាបាទតើតើគ្នាចឹងអ្វីដែលខ្ញុំចង់បង្ហាញទៅដល់បងប្អូនចែកលេខដល់បងប្អូននៅក្នុងវីដេអូនេះទាំងអស់បើសិនណាជាបងប្អូនពេញចិត្តសូមបងប្អូនចុច Subscribe និង Like Share នៅក្នុង Channel YouTube យើងខ្ញុំម្នាក់មួយបងប្អូនណាបាទនឹងទទួលបានវីដេអូថ្មីក្រោយទៀតសូមអរគុណនិងសូមជម្រាបលា